យកផាយផ្ទះស្ងៀមស្ងាត់ទូរទស្សន៍បានបិទហើយអ្នកកំពុងអង្គុយលើកៅអីសំណាប់របស់អ្នកជើងមានទម្ងន់ជាងមុនដៃផ្លាស្ទីយឺតជាងមុនហើយពេលឈរមានការក្រឡាក់បន្តិចដែលមិនដែលបាននៅក្នុងវ័យក្មេងទេអ្នកកំពុងសួរខ្លួនឯងថាហេតុអ្វីបានជាកម្លាំងសាច់ដុំធ្លាក់បាត់ទៅដូចជាអុកសាច់ហូរឆ្លងកណ្ដាលម្រាមដៃតែព្រោះអាយុខ្ញុំចង់ឲ្យអ្នកដឹងអ្វីសំខាន់មួយការផ្លាស់ប្ដូរនេះមិនមែនជាការខ្សោយទេមិនមែនជាការបរាជ័យទេវាជាវិទ្យាសាស្ត្របន្ទាប់ពីអាយុ60ឆ្នាំរាងកាយផលិតអរម៉ូនតេស្តូស្តេរ៉ូននិង growth hormone តិចជាងមុនហើយកោសិកាធ្វើការជួសជុលយឺតជាងមុនលទ្ធផលគឺជាសកូភីនីការបាត់បង់សាច់ដុំបន្តិចម្ដងប៉ុន្តែមានការពិតមួយដែលមនុស្សមិនបានប្រាប់អ្នកជាញឹកញាប់ទេទោះបីជាការបាត់បង់សាច់ដុំជារឿងទូទៅក៏វាមិនមែនជារឿងចាំបាច់ដែលត្រូវកើតឡើងឡើយអ្នកមានការត្រួតពិនិត្យច្រើនជាងដែលអ្នកគិតយប់នេះខ្ញុំចង់ដឹកនាំអ្នកឲ្យឃើញវាមិនមែនជាគ្រូពេទ្យក្នុងអាវសខ្មៅទេប៉ុន្តែជាគ្រូបង្វឹកជាមិត្តម្នាក់ដែលបានដើរឆ្លងកាត់ផ្លូវដូចអ្នកយើងនឹងស្វែងយល់រួមគ្នាថាហេតុអ្វីសាច់ដុំចាប់ដើមខ្សោយពេលចាស់ហើយតើទម្លាប់សាមញ្ញមានមូលដ្ឋានលើវិទ្យាសាស្ត្រជាពិសេសអាហារដែលអ្នកជ្រើសមុនចូលគេងអាចជួយផ្លាប់ប្ដូរទិសដៅឲ្យអ្នកបានយ៉ាងដូចម្ដេចមុនពេលយើងចូលទៅកាន់ប្រធានបទខ្ញុំចង់សួរថាតើអ្នកបានចុច Subscribe ទៅកាន់ Senior Spring Today ឬនៅវាជាសហគមន៍របស់អ្នកសម្រាប់ការណែនាំស្មោះត្រង់មានមេត្តាករុណាអំពីវិធីមានកម្លាំងនៅវ័យចាស់ចុច Subscribe ឥឡូវនេះដើម្បីកុំឲ្យខកខានអ្វីដែលអាចរក្សាអ្នកឲ្យឈរបានរឹងមាំនិងមានទំនុកចិត្តឥឡូវនេះត្រឡប់មកកាន់រឿងរបស់យើងវិញគិតថាសាច់ដុំរបស់អ្នកដូចជាគណនីសន្សំសម្រាប់នៅវ័យក្មេងអ្នកដាក់ប្រាក់សន្សំជារៀងរាល់ថ្ងៃតាមរយៈការងារការលេងកីឡាសូម្បីតែការឡើងជណ្ដើរប៉ុន្តែនៅវ័យ50និង60ប្រសិនបើអ្នកមិនបន្តដាក់ប្រាក់ទៀតទេតាមរយៈចលនាអាហារនិងការសម្រាកគណនីនឹងចាប់ផ្ដើមអស់បន្តិចម្ដងស្ងៀមស្ងាត់រហូតមួយថ្ងៃការឈរឡើងពីកៅអីមានអារម្មណ៍ដូចជាก้าวឡើងភ្នំវិទ្យាសាស្ត្របង្ហាញថាបន្ទាប់ពីអាយុ60ឆ្នាំបុរសអាចបាត់បង់សាច់ដុំប្រហែល 3% ក្នុងមួយឆ្នាំមានន័យថានៅពេលអ្នកមានអាយុ70អ្នកប្រហែលជាបាត់បង់កម្លាំងប្រហែល 1/3 ហើយវាមិនមែនតាក់ទងត្រឹមតែការលើកទម្ងន់នៅក្នុងហាត់ប្រាណទេសាច់ដុំខ្សោយមានឥទ្ធិពលលើតុល្យភាពកម្លាំងទ្រាំទ្រសូម្បីតែការដកដង្ហើមពេលយប់វាប៉ះពាល់ទៅលើថាតើអ្នកអាចអស់យកចោលឬយកទំនិញចេញពីឡានដោយគ្មានការឈប់សម្រាកឬអបប៉ុន្តែនេះជាផ្នែកដែលខ្ញុំចូលចិត្តចែករំលែករាងកាយមានសមត្ថភាពសម្របខ្លួនអស្ចារ្យទោះបីជានៅអាយុ60 70ឬ80សាច់ដុំនៅតែស្ដាប់ផ្ដល់ពួកវាដោយសារស្ត្រីត្រឹមត្រូវអាហារត្រឹមត្រូវការហាត់ប្រាណត្រឹមត្រូវវានឹងឆ្លើយតបវាធ្វើឲ្យរឹងវារីកវាការពារហេតុអ្វីបានជាវាខ្សោយពីដំបូងផ្នែកមួយដោយសារអរម៉ូន testosterone និង growth hormone ធ្លាក់ចុះធ្វើឲ្យពិបាកកសាងផ្នែកមួយដោយសារការលំហូរឈាមហូរតិចទៅកាន់សាច់ដុំធ្វើឲ្យសារធាតុចិញ្ចឹមមិនឈានទៅដល់ផ្នែកមួយដោយជីវិតប្រចាំថ្ងៃអង្គុយយូរញ៉ាំអាហារដែលបង្កឲ្យស្ករកេនជំនួសឲ្យប្រូតេអ៊ីនមានស្ថិរភាពហើយផ្នែកមួយដោយសារការគេងព្រោះសាច់ដុំជួសជុលខ្លួនឯងពេលយប់មិនមែនពេលថ្ងៃទេហើយនេះហើយដែលអ្វីដែលអ្នកញូមិនចូលគេងមានសារៈសំខាន់ខ្លាំងណាស់សូមសម័យអ្នកញុំអាហារពេលល្ងាចម៉ោង6ពេលជិតអាហារពាក់កណ្ដាលរាត្រីរាងកាយអ្នកឃ្លានម្ដងទៀតកំពុងស្វែងរកប្រូតេអ៊ីនសម្រាប់ជួសជុលកោសិកាអាស៊ីតអាមីណូសម្រាប់កសាងសាច់ដុំប្រសិនបើវាមិនរកឃើញវានឹងបំផ្លាញអ្វីដែលមានស្រាប់នេះហើយជាវិធីដែលសាច់ដុំខ្សោយចូលមកស្ងៀមស្ងាត់ជាបន្តិចម្ដងតាមរយៈខែនិងឆ្នាំប៉ុន្តែប្រជាមួយនឹងអាហារសម្រន់ពេលយប់ត្រឹមត្រូវអ្នកអាចផ្ដល់អំណោយដល់សាច់ដុំរបស់អ្នកជាដំណក់អាហារូបត្ថម្ភស្ថិរភាពធ្វើការសម្រាប់អ្នកខណៈពេលអ្នកកំពុងគេងស្រមៃរាងកាយអ្នកកំពុងជួសជុលខណៈពេលអ្នកសុបិនធ្វើឲ្យកម្លាំងជាប់សាច់ដុំរងាយជ្រុលកំរូពត់នេះជារឿងសម្ងាត់ដែលមនុស្សភាគច្រើនមិនបានរៀនទម្លាប់មុនជុលគេងរបស់អ្នកអាចកំណត់ថាតើសាច់ដុំរបស់អ្នកនឹងធ្លាក់ចុះឬនៅតែរឹងមាំគ្រប់គ្រាន់ដើម្បីអនុវត្តជីវិតតាមអាយុ
មិនយូរទេខ្ញុំនឹងចែករំលែកអាហារសម្រន់មុនគេង4ប្រភេទសាមញ្ញមានអត្ថប្រយោជន៍ដែលវិទ្យាសាស្ត្របង្ហាញថាអាចរក្សាសាច់ដុំរបស់អ្នកឲ្យបានអាហារូបត្ថម្ភពេញមួយយប់វាមិនមែនជាអាហារបរទេសឬថ្លៃថ្នូរទេប៉ុន្តែរួមគ្នាវាអាចជាការប្រែប្រួលរវាងភាពខ្សោយនិងភាពរឹងមាំបិទភ្នែករបស់អ្នកមួយផ្លែតស្រមៃថាថ្ងៃស្អែកពេលជើងអ្នកប៉ះឥតអ្នកមានអារម្មណ៍ថាជើងរឹងមាំខ្នងរឹងមាំកម្លាំងកាន់របស់រឹងអនាគតនោះមិនបានបាត់ទេវាកំពុងរងចាំអ្នកប្រសិនបើអ្នកជ្រើសរើសវានេះហើយជាកន្លែងដែលដំណើររបស់យើងคล้ายជាការអនុវត្តបានខ្ញុំបានសន្យាថានឹងប្រាប់អ្នកអំពីអាហារសម្រន់4ប្រភេទអាហារសាមញ្ញមានមូលដ្ឋានលើវិទ្យាសាស្ត្រដែលអ្នកអាចទទួលទានមុនចូលគេងដើម្បីរក្សាសាច់ដុំរបស់អ្នកឲ្យរឹងមាំប៉ុន្តែមុនពេលខ្ញុំនាំឲ្យអ្នកស្គាល់វាសូមឲ្យខ្ញុំប្រាប់ថាហេតុអ្វីពេលយប់ជាពេលវេលាដ៏សំខាន់ពេលយប់រាងកាយអ្នកចូលទៅក្នុងរបៀបជួសជុលកម្រិតហូម៉ូន testosterone ឡើងបន្តិច growth hormone ក៏កើនឡើងហើយសាច់ដុំរបស់អ្នកដូចជាក្រុមកម្មករដែលកំពុងជួសជុលការប៉ះពាល់ប្រចាំថ្ងៃប៉ុន្តែកម្មករមកដល់គ្មានឥដ្ឋគ្មានដែកគ្មានឧបករណ៍ពួកគេមិនអាចសង់ឡើងវិញបានទេនេះហើយជាកម្លាំងដែលអាហារសម្រានមុនចូលគេងមានសារៈសំខាន់គិតថាវាជាឧបករណ៍ដែលអ្នកទុកលើតុមុនចូលគេងដើម្បីឲ្យរាងកាយធ្វើការងារសំខាន់ស្ងៀមស្និទ្ធអាហារសម្រន់លេខ1 Yahoo Greek yogurt ជាមួយគ្រាប់និតហេតុអ្វីព្រោះ Yahoo Greek សម្បូរទៅដោយ casein protein ដែលរំលាយយឺតជួយផ្គត់ផ្គង់សាច់ដុំរយៈពេលច្រើនម៉ោងពេលអ្នកគេងគ្រាប់និតផ្ដល់ជាតិខ្លាញ់ល្អដែលជួយថែរក្សាកម្រិតជាតិស្ករនិងគាំទ្រការផលិត testosterone សូមស្រមៃថាសាច់ដុំអ្នកកំពុងផឹកជាបន្តិចពីប្រភពថាមពលស្ថិរភាពនេះពេញមួយយប់ជំនួសឲ្យវាទទេអាហារសម្រន់លេខ2កែវទឹកដោះគោក្តៅឬទឹកដោះសូយ៉ាមិនផ្អែមនេះមិនមែនជាទម្លាប់ចាស់សម្រាប់ផាសុកភាពប៉ុណ្ណោះទេវាជាវិទ្យាសាស្ត្រទឹកដោះគោមាន tryptophan ដែលជួយឲ្យអ្នកសម្រាកនិងចូលគេងប៉ុន្តែសំខាន់ជាងនោះវាមានទាំងវ៉េនិងកាសេអ៊ីនប្រូតេអ៊ីននេះមានន័យថាអ្នកទទួលបានទាំងការជួសជុលលឿននិងការចែកចាយយឺតសម្រាប់បុរសលើអាយុ60វាជាដូចជាការផ្ដល់ទាំងការបញ្ចេញថាមពលឆាប់រហ័សនិងជំនួយយូរអង្វែងក្នុងពេលអ្នកកំពុងសម្រាកអាហារសម្រន់លេខ3 Cheese Cottage ជាមួយ Playberry Cheese Cottage ជាអាហារសម្បូរទៅដោយ casein protein ទៀតដែលអ្នកកីឡានិងមនុស្សចាស់ចូលចិត្តដើម្បីការពារសាច់ដុំបន្ថែម Playberry Blueberry Strawberry Blackberry សម្រាប់អង់ទីអុកស៊ីដង់ដែលប្រយុទ្ធនឹងការរលាកនិងជួយលំហូរឈាមសូមចងចាំសាច់ដុំរឹងមាំមិនត្រូវបានបង្កើតដោយប្រូតេអ៊ីនតែប៉ុណ្ណោះទេប៉ុន្តែដោយលំហូរឈាមល្អផងដែររាល់មួយចានគឺដូចជាការផ្ញើអុកស៊ីសែននិងអាហារូបត្ថម្ភទៅកោសិកាដោយផ្ទាល់អាហារសម្រន់លេខ4ស៊ុតទុំមួយរីពីជាមួយ fly avocado ស៊ុតគឺជាប្រូតេអ៊ីនល្អបំផុតពីធម្មជាតិសម្បូរទៅដោយអាស៊ីតអាមីណូបូករួមនឹងវីតាមីន D ដែលគាំទ្រកម្លាំងសាច់ដុំនិងឆ្អឹង Fly avocado ផ្ដល់ប៉ូតាស្យូមនិងម៉ាក្នីស្យូមដែលជួយបន្ថយការកន្ត្រាក់សរសៃប្រសាទនិងការឈឺចាប់សាច់ដុំជាមួយគ្នាពួកវាផ្ដល់ជាតិចិញ្ចឹមត្រឹមត្រូវដែលសាច់ដុំអ្នកត្រូវការដើម្បីជួសជុលពេលយប់ឥឡូវនេះមករួមគ្នាវិញអាហារសម្រន់ទាំងនេះមិនមែនសម្រាប់បន្ថែមកាឡូរីពេលយប់ឬបំពេញចំណង់ទេវាជាការចង់បានដោយមានគោលបំណងផ្ដល់ឲ្យរាងកាយនៅអ្វីដែលវាត្រូវការនៅវ័យដែលរាល់អាហារូបត្ថម្ភមានសារៈសំខាន់ចងចាំថាបន្ទាប់ពីអាយុ60ឆ្នាំសាច់ដុំមិនមែនជារឿងមើលទៅរឹងមាំទេតែវាជារឿងថែរក្សាចលនាឯករាជ្យនិងភាពអាចទុកចិត្តបានគិតថាវាដូច្នេះរាល់ពេលអ្នកយកអាហារសម្រន់ទាំងនេះអ្នកកំពុងបោះឆ្នោតសម្រុកអនាគតរបស់អ្នកបុរសដែលនៅតែអាចយកទំនិញពីផ្សារជាខ្មោចតាដែលអាចលើកចោលដោយគ្មានការស្តាក់ស្ទើរជាមិត្តដែលចូលលំដាព្រឹកដោយមិនជ្រុះជំរើសតូចត្រូវបានធ្វើម្ដងហើយម្ដងទៀតរាល់យប់คล้ายទៅជាកម្លាំងអស់កលហើយកុំភ្លេចថាអាហារគ្រាន់តែជាផ្នែកមួយតូចក្នុងសម័យកាលដើម្បីការពារសាច់ដុំពិតប្រាកដអ្នកត្រូវបន្សំជាមួយចលនាប្រចាំថ្ងៃគឺការហាត់ប្រឆាំងទម្ងន់ទោះបីជាទម្ងន់ស្រាលការដើរដើម្បីរក្សាលំហឈាមនិងការដងទ្រង់ដើម្បីរក្សាការចលនា
បន្សំជាមួយនឹងការគេងល្អហើយរាងកាយងាត់នឹងឆ្លើយតបដូចម៉ាស៊ីនដែលកែច្នៃបានល្អទោះបីជាមានចម្ងាយកន្លងផុតប៉ុណ្ណាក៏ដោយសូមឲ្យខ្ញុំទុកអ្នកជាមួយរូបភាពមួយនេះវាជាយប់ម្ដងទៀតអ្នកឈរនៅក្នុងផ្ទះបាយភ្លើងទន់បំភ្លឺលើតុអ្នកយកចានយ៉ាហូតតូចៗមួយក្បាលផ្លែប៊ឺរីឬអាចជាស៊ុតជាមួយអាវ៉ូកាដូអ្នកអង្គុយយឺតដោយមានក្តីគុណហើយអ្នកញ៉ាំមិនមែនជាទម្លាប់ទេប៉ុន្តែជាអំណោយដល់រាងកាយអនាគតនិងបរិបទដែលអ្នកកំពុងខ្លាយទៅពេលព្រឹកថ្ងៃស្អែកពេលជើងអ្នកប៉ះដីអ្នកនឹងមានអារម្មណ៍ការប្រកាន់បានរឹងជើងបន្តិចកម្លាំងបន្ថែមបន្តិចហើយក្នុងរយៈពេលសប្តាហ៍កម្លាំងនោះคล้ายទៅជាការទុកចិត្តកម្លាំងជីវិតនិងឯករាជ្យភាពនេះហើយជាការសន្យានេះហើយជាធម៌ពលនៃអាហារសម្រន់4ប្រភេទសាមញ្ញនិងជំរើសដែលអ្នកធ្វើនៅពេលពិភពលោកស្ងាត់ចុច subscribe ទៅកាន់ Senior Spring Today សម្រាប់ដំបូន្មានបន្ថែមព្រោះដំណើរនេះមិនមែនអំពីការរស់រាននៅវ័យចាស់ទេតែអំពីការរស់ដ៏ពេញលេញជាមួយកម្លាំងនិងឥតខ្ជះខ្ជា